លើកទឹកចិត្តឲ្យអស់លោកអ្នកនាងចង់ចាប់ផ្ដើមធ្វើសកម្មភាពកីឡាផ្នែករត់ការរត់គឺជាកីឡាដែលចំណាយប្រាក់តិចបំផុតមិនថ្លៃដូចទៅចុះឈ្មោះហាត់ប្រាណនៅក្នុងក្លឹបអត្រាជាតិស្ករនៅក្នុងឈាមក៏អាចចុះដែរព្រោះការរត់ជួយដាស់កោសិកាអាំងស៊ូលីនឲ្យមានដំណើរការល្អនិងជួយការពារមិនឲ្យមានជំងឺទឹកនោមផ្អែមរត់អាចជួយទប់ស្កាត់អាការៈ stress និងជំងឺបាក់ទឹកចិត្តបានប្រកបដោយប្រសិទ្ធភាពព្រោះវាមានការបញ្ចេញអុកម៉ូនអង់ដូហ្វីននៅពេលយើងប្រឹងបញ្ចេញកម្លាំងមួយថ្ងៃយើងរវល់តែរត់តាមពេលវេលាមិនសូវខ្វល់រត់ដើម្បីសុខភាពទេរត់គឺជាកីឡាដ៏សាមញ្ញនិងមិនត្រូវការហាត់រៀនច្រើនឡើយមានស្បែកជើងតែមួយគូគ្រប់គ្រាន់ហើយក៏ប៉ុន្តែអ្នកខ្លះចង់ចាប់ផ្ដើមហាត់រត់ដែរតែវាលំបាកពេកហើយខ្លះទៀតបានបោះបង់គំនិតចង់រត់យ៉ាងលឿនជ្រុលទាំងមិនទាន់បានសាកល្បងដឹងថាខ្លួនអាចរត់លឿនប៉ុណ្ណាផងនៅទសវត្សរ៍ឆ្នាំ1960កីឡារត់ឬក៏ការរត់ប្រណាំងមិនសូវមានអ្នកឲ្យតម្លៃទេតែបច្ចុប្បន្ននេះរត់បានក្លាយទៅជាកីឡាដ៏ពេញនិយមនៅប្រទេសបារាំងគេប៉ាន់ប្រមាណថាមានពលរដ្ឋប្រមាណ15លាននាក់ប្រកាន់ខ្ជាប់ការហាត់ប្រាណធ្វើកីឡាដោយរត់ក្នុងនោះ1/3បានចូលរួមប្រកួតរត់ប្រណាំងទៀតផងពេញនិយមខ្លាំងរហូតអ្នកដែលចូលចិត្តរត់មានគំនិតចង់ចូលរួមរត់ម៉ារ៉ាតុងដែលមានចម្ងាយ42គីឡូម៉ែត្រជាងឯណោះវិជ្ជបណ្ឌិតផ្នែកកីឡា Jean-Marc Sen សូមចូលខ្លួនមកផ្ដល់ដំបូន្មានខ្លះដើម្បីលើកទឹកចិត្តឲ្យអស់លោកអ្នកនាងចង់ចាប់ផ្ដើមធ្វើសកម្មភាពកីឡាផ្នែករត់តែជាបឋមហេតុអ្វីបានជាយើងគួរតែជ្រើសរើសកីឡារត់ Eh bien, d'abord, on peut dire que c'est pratique de faire de la course à pied, parce qu'on peut en faire à peu près partout. ជាបឋមការរត់គឺជាកីឡាដ៏ងាយដែលគេអាចធ្វើនៅគ្រប់ទិសទីនៅក្នុងទីក្រុងនៅតាមទីធម្មជាតិឬនៅលើម៉ាស៊ីនក្នុងសាលហាត់ប្រាណឬនៅផ្ទះជាដើមរត់នៅខាងក្រៅមើលគេមើលឯងព្រឹកក៏បានល្ងាចក៏បានតាមតែការវិភាគការងារអនុញ្ញាតទី2ការរត់គឺជាកីឡាដែលចំណាយប្រាក់តិចបំផុតមិនថ្លៃដូចទៅចុះឈ្មោះហាត់ប្រាណនៅក្នុងក្លឹបមានតែស្បែកជើងមួយគូរួចរត់ចេញទៅតែម្នាក់ឯងយ៉ាងឯករាជ្យទី3គឺសុខភាពរត់មានគុណប្រយោជន៍ច្រើនសម្រាប់សុខភាពយើងព្រោះវាជួយបំប៉នការលូតលាស់នៃឆ្អឹងនិងជួយការពារកុំឲ្យមានជំងឺពុកឆ្អឹងជួយពង្រឹងសាច់ដុំបេះដូងជួយឈាមឲ្យមានចរន្តប្រសើរឡើងនិងបញ្ចុះហានិភ័យកើតជំងឺលើសឈាមរត់អាចពន្លឿនការបញ្ចេញថាមពលដែលជាមធ្យោបាយដ៏ល្អប្រសើរសម្រាប់ដុតបំផ្លាញខ្លាញ់នៅក្នុងខ្លួនរត់អាចជួយបញ្ចុះកម្រិតជាតិខ្លាញ់មិនល្អនៅក្នុងឈាមតែវាបង្កើនបរិមាណកូលេស្តេរ៉ុលល្អទៅវិញអត្រា